សួស្តីកូនថ្ងៃនេះសុខសប្បាយជាទេក្រោយពីយើងបញ្ចប់អក្សរ S រួចមកតើបងប្អូនដឹងហើយថាយើងត្រូវសិក្សាអំពីអក្សរអ្វីទៀតចាគឺយើងត្រូវសិក្សាអំពីអក្សរ T ដែលអក្សរ T របស់យើងគឺមានទម្រង់បែបនេះកូនចាអញ្ចឹងចង់ដឹងថាអក្សរ T ធំនិងអក្សរ T តូចសរសេរបែបម៉េចតោះយើងទៅចាប់ប៊ិចចាប់សៀវភៅទាំងអស់គ្នាជាមួយនឹង admin យើងបន្តទៅមុខ Let's go តោះកូនអក្សរ T ធំគឺយើងគូសពីក្រោមពីលើនេះចុះមកក្រោមហើយក៏យើងដាក់សក់វាបែបនេះណាគឺដូចជាមួយនឹងអក្សរ I ដែរគ្រាន់អក្សរ I គឺមានជើងនៅខាងក្រោមមួយទៀតត្រូវអត់កូនអញ្ចឹងឲ្យមានសរសេរម្ដងទៀតណាពីលើចុះមកក្រោមហើយក៏ដាក់សក់បែបនេះអញ្ចឹងយើងបង្កើតបានទៅជាអក្សរ T ធំណាតន់អត់គឺពីលើចុះមកក្រោមហើយក៏ដាក់សក់វាបែបនេះចំណែកអក្សរតូចរបស់អក្សរ T គឺមានលក្ខណៈដូចគ្នាអញ្ចឹងណាកូនពីលើចុះមកក្រោមតែយើងគូសសក់របស់វានៅត្រង់នេះវិញអត់មានគូសនៅខាងលើទេណាគឺសក់របស់អក្សរ T គឺនៅត្រង់នេះវិញអញ្ចឹងម្ដងទៀតណាពីលើចុះមកក្រោមហើយក៏ដាក់សក់របស់វានៅត្រង់នេះអញ្ចឹងយើងសរសេរបានច្រើនមកដាក់សក់វានៅត្រង់នេះមកចាអញ្ចឹងបងប្អូនព្យាយាមសរសេរឲ្យបានស្អាតជាង admin ណាពួក admin អក្សរអត់ស្អាតទេអញ្ចឹងទី1គឺកូនត្រូវគូសបន្ទាត់ពីលើនេះចុះមកក្រោមហើយកូនដាក់សក់គឺលេខ2រួចជាស្រេចណាចំណែកអក្សរ T តូចគឺគូសពីលើចុះមកក្រោមហើយក៏ដាក់សក់ដូចគ្នាគ្រាន់តែសក់វាគឺអត់មែននៅលើទេណាកូនគឺនៅចំពាក់កណ្ដាលno អត់ពាក់កណ្ដាលទេគឺខិតទៅលើបើថាយើងសរសេរចន្លោះ2កន្លា2បន្ទាត់នេះគឺថាយើងត្រូវទុក2បន្លាស់តូចនេះចន្លោះ2កន្លា2ក្រិតតូចហ្នឹងគឺយើងដាក់សក់មកតែបើសិនជាបងប្អូនសរសេរលក្ខណៈលឿនមែនតែនគឺបងប្អូនអាចចេះហើយអញ្ចឹងបងប្អូនលៃលោកតាមហ្នឹងណាបងប្អូនប៉ុន្តែក្នុងលក្ខខណ្ឌដែលបងប្អូនមិនទាន់ចេះសំបងប្អូនមើលមក admin ម្ដងទៀតគឺយើងគូសពីលើចុះមកក្រោមបែបនេះណាតន់អត់លេខ1ណាអញ្ចឹងសក់របស់អក្សរ T គឺកូនត្រូវគូសបែបនេះយល់ទេយល់អត់គឺគូសបែបនេះណាគឺលេខ2ចឹង admin យឺតទេណាកូនបើថាអត់តាន់កូនអាចសាថយក្រោយបានអញ្ចឹងពីដំបូងគឺកូនត្រូវគូសពីលើចុះមកក្រោមបែបនេះហើយក៏ដាក់សក់របស់វាបង្កើតបានទៅជាអក្សរ T ធំចំណែកអក្សរ T តូចវិញដូចគ្នាណាកូនគ្រាន់តែគូសពីលើចុះមកក្រោមគឺលេខ1ណាអញ្ចឹងបន្ទាប់មកទៀតគឺកូនត្រូវដាក់សក់អញ្ចឹងបងប្អូនត្រូវរាប់ក្រិតនេះក្រិតរបស់សិលភៅយើងហ្នឹងគឺវាមាន2 3 4នៅក្នុងមួយកន្លាហ្នឹងគឺវាមាន4ក្រិតអញ្ចឹងបងប្អូនដាក់តែ2ក្រិតទៅបានហើយគឺគូសបែបនេះបង្កើតបានទៅជាអក្សរ T តូចចា៎តើមានត្រង់ណាដែលបងប្អូនមិនយល់បងប្អូនអាច comment សួរមក admin បានដោយសារ admin ចាំទទួលការ comment របស់បងប្អូន24ម៉ោងតែម្ដងបងប្អូន comment ពេលណា admin បើឃើញពេលណាគឺ admin តបរហូតមិនមានការគេហៅថារឹកពីអីនោះទេដោយសារតែ admin ស្រឡាញ់បងប្អូនទាំងអស់គ្នាគ្រប់គ្នាតែម្ដងដោយសារ admin ស្រឡាញ់បងប្អូនដែលចង់សិក្សាចង់រៀនសូត្រអញ្ចឹងបើសិនជាបងប្អូនដែលចង់រៀនសូត្រហើយបងប្អូនមិនយល់បងប្អូនអាចសួរមក admin បានដោយសារដូច admin បញ្ជាក់អញ្ចឹងថា admin ស្រឡាញ់ទាំងអស់គ្នាស្រឡាញ់កូនទាំងអស់គ្នាដែលចង់រៀនសូត្រអញ្ចឹងកុំភ្លេចណាសរសេរទាំង T ធំ T តូចនេះឲ្យបានច្រើនដើម្បីឲ្យបងប្អូនចេះកាលណាបងប្អូនចេះបងប្អូនចូលមេរៀនក៏ងាយស្រួលដែរអញ្ចឹងអរគុណច្រើនណានៅវគ្គក្រោយយើងនឹងជួបគ្នាជាមួយនឹងអក្សរ U ចាអញ្ចឹងកុំភ្លេចណាសរសេរបានច្រើនadminបញ្ជាក់ឲ្យបញ្ជាក់ទៀតចាអរគុណជំរាបលា